អ្នកនៅក្រៅអំពីដងទន្លេមេគង្គតើអាចនឹងដាំដើមឈើដើមព្រៃធ្វើស្រែចម្ការឲ្យមានផលឲ្យមានភាបបោបានទេបើយើងដាំដើមចេកមួយដើមយើងត្រូវស្រោចទឹកហើយក៏មិនងាយនឹងរស់ផងបើយើងនៅតាមដងទន្លេមេគង្គចាប់តាំងពីខាងលើមកយើងដាំដើមចេកមួយដើមយើងយកដើមចេកគល់ចេកមួយដើមយកទៅដាំយើងមិនបាច់ស្រោចទឹកទេចាំដល់មានផ្លែយើងទៅបេះផ្លែស៊ីតែម្ដងនេះជាកត្តាមួយសំខាន់ណាស់ដូច្នេះហើយបានជាពួកអ្នកសិក្សាគេយល់ថាទន្លេមេគង្គនឹងឯងជាអ្នកសាងប្រទេសខ្មែរដោយសារទន្លេដោយសារស្ទឹងដោយសារបឹងដោយសារព្រៃដែលមានបរិបូរណ៍នៅក្នុងស្រុកយើងជាប្រជាជនខ្មែរយើងមិនដែលស្វះអាហារបរិភោគទេអស់លោកសប្បុរសទាំងអស់ជ្រាបស្រាប់ហើយសត្រូវយើងសប្ថ្ងៃគេឥតស្ពាយអង្គមកច្បាំងយើងទេគេមិនស្ពាយត្រីពីស្រុកគេមកស៊ីទេគេយកអង្គយើងមកស៊ីគេយកត្រីយើងទៅស៊ីហើយគេបាញ់សម្លាប់យើងថែមទៀតពីព្រោះស្រុកគេកុំទៅឈរស្ទូចមួយថ្ងៃឲ្យបានត្រីមួយនោះទន្លេក្រហមមិនងាយនឹងមានត្រីស៊ីទាំងទេដូច្នេះចំណីរបស់បងគេមានតែតកួនយកទៅស្ងោរជំនួសទឹកត្រីហើយនឹងបាយបំណុកហេតុនេះប្រទេសយើងមានសម្បូរហូរហៀអ្នកស្រុកព្រៃផ្សៃមិនបាច់ចាំដាំបន្លែតកាទេពីលស្លបេះស្លឹកឈើស្លឹកព្រៃក្បែរខាងផ្ទះយកមកស្លាស៊ីបានដាំបាយហើយយកមកយកសន្ទូចយកខ្នងទៅដាក់ដាំបាយឆ្អិនលើកខ្នងឡើងបានព្រៃមួយស្ងោរព្រាមអស់លោកទៅរកឯណាបានទឹកដីដែលឲ្យផលប្រយោជន៍ឲ្យគុណដល់អស់លោកអ្នករបៀបនេះអស់លោកអ្នកទៅរកឯណាបានទន្លេនៅស្រុកចិនក្តីទន្លេនៅប្រទេសឥណ្ឌាក្តីទន្លេនៅមធ្យមបូរពាក្តីទន្លេនៅអឺរ៉ុបក្តីគេមិនអាចនឹងទៅចាប់ត្រីបានដូចយើងដូចនេះទេស្រុកឥណ្ឌាស្រុកព្រះអស់លោកអ្នកសិក្សាក៏គង់តែបានដឹងហើយដែលលោកនិយាយថាដែនមគ្គជីពោជីវរប្រសង់នេះឲ្យធ្វើឲ្យមានទងដូចជាខ្សែដំណាក់កាក់អស់លោកអ្នកមិនដែលទៅប្រទេសឥណ្ឌាមិនដែលទៅមើលស្រុកអ្នកដែនមគ្គធៈអស់លោកអ្នកមិនជ្រាបទេពីព្រោះគេធ្វើស្រែគេមិនមានទឹកស្រោចទេគេទៅធ្វើអណ្ដូងដងទឹកអណ្ដូងយកមកស្រោចដូច្នេះដើម្បីនឹងឲ្យទឹកនឹងរត់ទៅសក់សាច់ស្រែតោងធ្វើតោងធ្វើចង្អូទឹកនឹងឲ្យដូចជាខ្ទង់ជាពណ៌លោកអញ្ចឹងដែលយើងហៅជាពណ៌ដោយលោកសង្ឃហ្នឹងដើម្បីនឹងចាក់ទឹកទៅឲ្យទឹកវាហូរសពហើយទៅឈរដងទឹកនឹងមួយថ្ងៃមួយល្ងាចគ្នា10នាក់20នាក់គ្រាន់តែដងទឹកយកមកចាក់ឲ្យបង្ហូរទៅតាមចង្អូទឹកខ្វាត់ខ្វែងដែលនៅក្នុងស្រែបាក់បាយស៊ីទៅព្រោះចុកខ្មែរយើងនៅតាមជុំវិញទន្លេសាបនៅតាមដងទន្លេមេគង្គខេត្តបាត់ដំបងខេត្តកំពង់ធំនៅអង្គរបុរីយកតែទៅព្រោះជួយកតែទៅព្រោះទៅចាប់តែច្រូតស្រូវយកស្រូវមិនអស់
រដូវទឹកឡើងទឹកទន្លេធំចាក់មកទន្លេសាបធ្វើទន្លេសាបឲ្យទៅជាទន្លេសាប2 ដងទៅទៀតជាទីកន្លែងកោះកុំមច្ឆាជាតិសម្ពោហូហៀបើអស់លោកអ្នកបរិភោគយកមច្ឆាជាតិជាអាហារលោកបរិភោគដូចជាអ្នកនៅបត់ទន្លេសាបហ្នឹងជាយ៉ាងម៉េចក៏អត់អស់ដែរមានតែចាក់ចោលដូច្នេះហើយបានជាដូនតាយើងគួរកោតស្ងើចដូនតាយើងតែមកចេះចាប់ដីនឹងហើយរក្សាទឹកដីនឹងមកតាំងតែពីដើមរាប់ម៉ឺនឆ្នាំមកទុកមកឲ្យយើងគ្រប់គ្នាមានចម្បាំងរាំងជលអ្នកណាបោកដណ្ដើមដូនតាយើងក៏ខំប្រឹងតស៊ូច្បាំងមិនឲ្យអ្នកណាមកដណ្ដើមយកទឹកដីនេះបានទេទុករហូតដល់មកយើងទៅថ្ងៃនេះគាត់ចេះស្លាប់ដើម្បីប្រទេសជាតិដូចជាយើងក្នុងបច្ចុប្បន្នកាលនេះដែរបើអស់លោកដូនតាយើងអស់នោះគាត់គ្រាន់តែចេះកសាងហើយគាត់មិនចេះការពារក៏ទឹកដីនេះមិនអាចនឹងដល់មកយើងដែរពីព្រោះអ្នកណាក៏គេត្រូវការចាំបានតែយើងនឹងដែររហូតដល់មកថ្ងៃអ្នកដែលមកក្រោយយើងយួនក្តីសៀមក្តីគេត្រូវការតែចង់បានពីព្រោះគេគ្មានអាហារបបោកដូចយើងនេះដោយដូនតាយើងមានទឹកដីមានអាហារពុជនបបោបរិភោគឆ្អែតដូនតាយើងមានឱកាសដើម្បីនឹងស្វែងរកចំណេះវិជ្ជាពីព្រោះមនុស្សជាសត្វពិសេសមិនព្រមធ្វើខ្លួនឲ្យនៅលំងខ្លៅទេតែកាលណាយើងមានបាយជីយើងមានផ្ទះនៅយើងមានថ្នាំសម្រាប់កែរោគបបោហើយមនុស្សមិនព្រមមិនឲ្យខ្លួនឲ្យលំងខ្លៅទេព្រោះមនុស្សដឹងថាចំណេះវិជ្ជាសម្រាប់ยึดយោងមនុស្សឲ្យមនុស្សខ្ពង់ខ្ពស់គេត្រូវសិក្សាចំណេះវិជ្ជាយកចំណេះវិជ្ជានឹងយកមកកសាងសព្ទិដូច្នេះដូនតាយើងក៏យើងមើលទៅឃើញថាលោកបានរៀបចំទឹកដីនៅប្រទេសយើងនេះទុកមកឲ្យយើងលោកបានបដិរូបទឹកដីឲ្យទៅជារបស់សម្រាប់គួរដល់ការដែលយើងប្រើប្រាស់សូមបកណាគ្រប់អង្គនឹងសូមឲ្យលោកសប្បុរសទាំងឡាយជ្រាបទឹកដីវាទឹកដីព្រៃវាព្រៃដីវាដីទឹកវាទឹកវាមិនមែនកើតឡើងជាផ្លូវថ្នល់វាមិនមែនកើតឡើងជាផ្ទះវាអត់មែនអញ្ចឹងទេធម្មជាតិទឹកដីវាកើតឡើងវាជាធម្មជាតិទឹកដីវាដុះយ៉ាងម៉េចដុះតាមដំណើររបស់ផងវាតែមនុស្សនេះដែលសិក្សារៀនសូត្រដោយពិសេសដូនតាខ្មែរយើងនឹងឯងមកធ្វើបដិរូបមកកោះកកាយដីកោះកកាយគល់ឈើកោះកកាយដប់កោះកកាយស្មៅវចេញពង្រៀបដីឲ្យទៅជាដីស្រែឲ្យទៅជាដីចម្ការធ្វើស្រែធ្វើចម្ការហើយបើយើងមើលអំពីវប្បធម៌ខ្មែរយើងពីបុរាណមកយើងឃើញថាដូនតាយើងចេះដូចជាកុលសម្បត្តិដែលទៀតដែរគឺថាយកចេះយកអ្វីចេះយកឆ្អឹងត្រីមកធ្វើជាមជុលសម្រាប់ដេកចេះយកកបាស់ស្គាល់កបាស់ថាមានសរសៃសម្រាប់ត្បាញជាសម្ពុតខោអាវសរសៃគោយកមកត្បាញជាសម្ពុតខោអាវចេះដឹងថាយក
ចង្កូវនាងយកមកធ្វើជាសម្បុកហើយយកសរសៃមកក្បាញជារបស់សម្រាប់ប្រើចេះយកចេះធ្វើភ្លើងដូចជាដែកកេះដែលយកដែកទៅវាយថ្មគប់ឲ្យមានអំពង់នេះក៏ជាដូនតាខ្មែរយើងចេះធ្វើដែរចេះធ្វើភ្លើងពីព្រោះភ្លើងវានៅនឹងធម្មជាតិវានៅលើមេឃ